សាច់រឿងដែលបានកើតឡើងនៅក្នុងពិភពអមតៈនៅពេលនេះបុរសម្នាក់បាននិយាយថាប្រសិនបើយើងមានអំណាចគ្រប់គ្រាន់ហើយមិនត្រឡប់ទៅផ្ទះវិញនោះទេវាប្រៀបបីដូចជាយើងកំពុងតែដើរលេងនៅពេលយប់ហើយនៅពេលនេះវិញគេពិតជាមានអារម្មណ៍ថាធុញជាមួយនឹងពិភពអមតៈខ្លាំងមែនទែនដូច្នេះក៏ដល់ពេលដែលយើងត្រូវត្រឡប់ទៅផ្ទះវិញដែរបន្ទាប់មកក៏បានប្រើប្រាស់ដាវដែលនៅក្នុងដៃរួចហើយក៏ចាប់ផ្ដើមបន្ថែមនៅកម្លាំងថាមពលរបស់គេបន្តិចធ្វើឲ្យដាវនឹងវាក៏ស្រាប់តែបានចាក់ទម្លុះទៅផ្នែកម្ខាងទៀតគេក៏បាននិយាយទាំងត្រេកអរដោយសារតែដាវឋានសួគ៌នេះវាគឺពិតជាអាចចាក់ទម្លុះរនាំងថាមពលលំហបានដូច្នេះក៏ចាប់ផ្ដើមនឹកឃើញទៅដល់ក្រុមគ្រួសាររបស់គេនិយាយថានៅពេលនេះខ្ញុំត្រឡប់មកវិញហើយប៉ុន្តែជាមួយគ្នាក៏ស្រាប់តែមានសត្វដ៏ធំមួយគឺបានរត់សម្ដៅមករកគេហើយបាននិយាយថាគឺចង់រត់មែនទេគឺគ្មានផ្លូវនោះទេសួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូរឿងថ្មីដែលរឿងថ្មីមួយនេះអេដមីនបានឲ្យឈ្មោះថាអធិរាជអមតៈឋានសួគ៌សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះយើងក៏ឃើញថាការប្រយុទ្ធមួយវាស្រាប់តែបានកើតឡើងរវាងមនុស្សចំនួន3នាក់គឺឃាតកររបាំងមុខចំនួន2នាក់ហ្នឹងគឺកំពុងតែរួមដៃគ្នាដើម្បីវាយប្រហារទៅលើព្រឹទ្ធាចារ្យម្នាក់ស្របពេលដែលព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏បានបញ្ចេញកម្លាំងវាយទៅលើពួកគេទាំងពីរវិញនៅពេលនេះក្បួនថាមពលក៏បានបង្កើតបានទៅជាដាវថាមពលយ៉ាងច្រើនបន្តវាយទៅលើឃាតករទាំងពីរពួកគេនៅតែបន្តកិច្ចហើយក៏ទប់ទល់បន្ទាប់មកក៏ប្រើប្រាស់កម្លាំងដើម្បីវាយទៅលើព្រឹទ្ធាចារ្យនឹងវិញគាត់ក៏នៅតែកិច្ចហើយបញ្ចេញកម្លាំងរបស់គាត់ដើម្បីវាយប្រហារបកទៅលើពួកគេវិញផងដែរស្របពេលដែលអ្នកទាំងពីរហ្នឹងក៏នៅតែបន្តសម្រុកចូលទៅរួមដៃគ្នាដើម្បីចាត់ការទៅលើគាត់ហើយដោយសារតែគាត់តែម្នាក់ឯងពួកគេទាំងពីរនាក់គឺហាក់បីដូចជារៀងពិបាកបន្តិចហើយនៅពេលនេះវិញគាត់បាននិយាយថាបើទោះបីជាទៅតែឡើងកាន់អំណាចដែលជាម្ចាស់គ្រួសារនឹងទៅតែបានប៉ុន្មានថ្ងៃក៏ដោយប៉ុន្តែគាត់គឺពិតជាធ្វើបានល្អខ្លាំងមែនទែនហើយគាត់គឺជាម្ចាស់គ្រួសារស្ដីទីនៃគ្រួសារអ៊ីននៅពេលនេះវិញពួកគេទាំងពីរនាក់បាននិយាយថាកូនប្រុសរបស់គាត់ដែលមានឈ្មោះថាអ៊ីនសននឹងគឺជាមនុស្សប្រុសម្នាក់ដែលគ្មានប្រយោជន៍ហើយដោយសារតែគាត់គ្មានអ្នកស្នងតំណែងទៅហើយនោះដូច្នេះហើយគួរតែលះបង់តំណែងនេះទៅឲ្យអ្នកដទៃតែម្ដងទៅដែលពួកគេគិតគឺគិតថាមានតែអ៊ីនយ៉ាងឈីងតែប៉ុណ្ណោះទើបស័ក្តិសមព្រឹទ្ធាចារ្យក៏ប្រាប់ថាបើទោះបីជាកូនប្រុសរបស់គាត់មិនជោគជ័យក៏ដោយប៉ុន្តែឈីងយានប្រកាសជាត្រឡប់មកវិញហើយអ៊ីនយ៉ាងឈីងគឺជាមនុស្សម្នាក់ដែលខុសខើឥតធម៌មេត្តាហើយក៏បានខົບខិតជាមួយគ្រួសាររីនដែរដូច្នេះក៏មិនស័ក្តិសមជាមួយនឹងតំណែងនេះដូចគ្នានោះហើយឃាតករទាំងពីរនឹងក៏បានរួមដៃគ្នាម្ដងទៀតសម្ដៅចូលទៅរកគាត់ហើយនិយាយថាប្រសិនបើដូច្នេះហើយកុំបន្តថាពួកយើងគ្មានធម៌មេត្តាហើយនៅពេលដែលពួកគេសម្រុកចូលទៅជាមួយនឹងកម្លាំងថាមពលនោះផ្ទៃមេឃក៏ចាប់ផ្ដើមមានការប្រែប្រួលកម្លាំងថាមពលដ៏ខ្លាំងមួយក៏ស្រាប់តែបានបាញ់មកខាងក្រោមធ្វើឲ្យពួកគេទាំងពីរនាក់នឹងក៏ត្រូវបានប៉ើងត្រឡប់ត្រឡែនមកវិញខណៈពេលដែលស្រោមអាវុធមួយបានលេចឡើងនៅចំពោះមុខព្រឹទ្ធាចារ្យអ៊ីនហានគិតក៏បានក្រឡេកទៅមើលខាងលើឃើញនៅមនុស្សម្នាក់នឹងក៏ស្រែកសួរថាតើគឺជាឯងមែនទេស្របពេលដែលបរិសុទ្ធសង្ហាម្នាក់ក៏បានសួរទៅឃាតករទាំងពីរថាតើពួកគេទាំងពីរនាក់នឹងគឺចង់សម្លាប់ពូរបស់គេមែនទេហើយមនុស្សម្នាក់ហ្នឹងគឺមានឈ្មោះថាអ៊ីងយៀនដែលគេគឺជាទូប្រុសយើងនឹងឯងណែកឯឃាតករទាំងពីរក៏នៅតែស្រែកសួរទៅកាន់គាត់ថាគាត់នៅតែមិនទាន់ស្លាប់ទៀតមែនទេនៅពេលនេះឈីងយៀនក៏បានភើយមួយតទៅវិញថាវាគ្រាន់តែជាពាក្យសម្ដីក្មេងលេងតែប៉ុណ្ណោះគេក៏បានចូលទៅរកពូរបស់គេស្របពេលដែលព្រឹទ្ធាចារ្យអ៊ីនហាគឺពិតជាត្រេកអរបន្ទាប់ពីឃើញថាក្មួយគាត់បានត្រឡប់មកវិញស្របពេលដែលឈីងយៀនក៏បានធ្វើការគួរសមទៅលើលោកពូបន្តិចចំណែកឃាតករទាំងពីរក៏នៅតែសម្រុកចូលទៅរកគាត់និយាយថាបើទោះបីជាបានត្រឡប់មកវិញក៏ដោយក៏ពួកគេត្រូវតែសម្លាប់ពួកគាត់ចោលដែរបន្ទាប់ពីឃើញដូច្នេះហើយឈីងយានក៏បានបញ្ចេញកម្លាំងរបស់គាត់ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកគេបន្តហើយនៅពេលការប្រយុទ្ធរៀបនឹងចាប់ផ្ដើមទៅហើយនោះគឺស្រាប់តែរាងកាយរបស់ពួកគេទាំងពីរហ្នឹងមានការប្រែប្រួលភ្លាមៗហើយពួកគេគឺបានត្រឹមតែសួរថាតើមានរឿងអ្វីកើតឡើងទៅហើយមិនយូរប៉ុន្មានហ្នឹងរាងកាយរបស់ពួកគេក៏ប្រែក្លាយទៅ
ជាភេទអស់ទៅហើយឈិញយានបាននិយាយថាម្សៅរន្ទះវាពិតជាមានពឹសខ្លាំងមែនទែនដែលវាគឺអាចសម្លាប់មនុស្សបំបិតមឺតបានដូច្នេះហើយម្ចាស់របស់ពួកគេនឹងក៏បានរៀបចំរួចស្រេចហើយមិនថាពួកគេជោគជ័យឬមួយក៏អត់នោះទេពួកគេគឺត្រូវតែស្លាប់ស្របពេលដែលគិតក៏បាននិយាយថានៅពេលដែលគិតព្យាយាមទម្លុះរនាងលំហត្រឡប់មកកាន់ពិភពមនុស្សវិញដោយបង្ខំនោះវាបានធ្វើឲ្យកម្រិតនៃការវឹកហាត់របស់គាត់មានការធ្លាក់ចុះខ្លាំងមែនទែនដោយបច្ចុប្បន្ននេះគឺគិតនៅត្រឹមតែកម្រិតវឹកហាត់ដំណាក់កាលនៃការកង្វះថាមពលតែប៉ុណ្ណោះហើយ admin ក៏មិនដឹងដែរថាវាគឺជាកម្រិតទីប៉ុន្មានដែរហើយគេក៏បាននិយាយថាក៏សំណាលល្អដែរដែល in យ៉ាងឈីងនឹងគឺបានបំពុលឬមួយក៏ដាក់ពឹសទៅលើឃាតករទាំងពីរនេះដែលជួយគេនឹងគឺអាចដោះស្រាយនៅបញ្ហាបានមួយគ្រាផងដែរហើយនៅពេលនេះវិញពូរបស់គាត់ក៏បានប្រាប់ថាក្នុងកំឡុងពេលដែលគេបានបាត់ខ្លួនកាលពី3ឆ្នាំមុននោះគឺមានរឿងរ៉ាវកើតឡើងជាច្រើនឈីងយានក៏បានគិតថាតាមពិតទៅនៅពិភពមនុស្សត្រឹមតែរយៈពេល3ឆ្នាំប៉ុន្តែនៅពិភពអមតៈវិញគឺមានរហូតដល់ 3000 ឆ្នាំពូរបស់គាត់ក៏បាននិយាយទៀតថាឪពុករបស់គាត់ក៏ដូចជាឆៃហ្នឹងគឺបានបាត់ខ្លួនហើយដោយសារតែរឿងនេះគឺបានកើតឡើងភ្លាមនោះពួកគេគឺបានបន្សល់ទុកត្រឹមតែផ្លាកបញ្ជានឹងតែប៉ុណ្ណោះខណៈដែលឈីងយានពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលគាត់ក៏បានសម្លឹងទៅមើលស្លាកបញ្ជានឹងគឺគេថាវាគួរតែជាប់តាក់ទងជាមួយនឹងបកប្រធានហើយពូរបស់គេក៏បានបន្តទៀតថាបកប្រធាននឹងគឺជាបកមួយដែលមានអំណាចខ្លាំងបំផុតនៅក្នុងធានស៊ីងនេះហើយពួកគេក៏មានមហិច្ឆតាធ្វើការលេបត្របាក់យកនៅគ្រួសាររាជវង្សធានស៊ីងនៅក្នុងទីក្រុងធានស៊ីងនេះផងដែរដូច្នេះហើយគ្មាននរណាម្នាក់ដឹងថាពួកគេនៅកន្លែងណានោះទេស្របពេលដែលឈីងយានក៏បានប្រាប់ថាមិនចាំបាច់ភ័យនោះទេដោយសារតែពេលនេះគឺគាត់ចង់ស្វែងរកនៅដៅឋានសួគ៌របស់គាត់ជាមុនសិនហើយក៏គិតថាបច្ចុប្បន្នក៏ត្រូវតែស្ដារនៅកម្រិតធម៌ពលរបស់គាត់ត្រឡប់មកវិញផងដែរបន្ទាប់មកចាំជួយឪពុកម្ដាយរបស់គាត់ក៏ដូចជាឆៃក្នុងពេលនោះស្រាប់តែមានព្រឹទ្ធាចារ្យ4នាក់បានដើរចូលមកនិយាយថានៅទីបំផុតឈីងយានបានត្រឡប់មកវិញហើយស្របពេលដែលតាចាស់ទាំង4គឺជាចាស់ទុំនៅក្នុងគ្រួសារអ៊ីននឹងឯងគាត់បាននិយាយថាដោយសារតែឯងបានត្រឡប់មកវិញទៅហើយនោះដូច្នេះហើយគាត់នឹងរៀបចំពិធីជប់លៀងដើម្បីទទួលគេស្របពេលដែលឈីងយានក៏បាននិយាយទៅតាចាស់នឹងបើអញ្ចឹងគួរតែរៀបចំភ្លាមនៅពេលហ្នឹងតែម្ដងទៅហើយគាត់គិតថាវាមិនគួរមានបញ្ហានោះទេចំណែកតាចាស់នឹងក៏ប្រាប់ថាកុំទាន់ប្រញាប់អីដោយសារតែនៅពេលនេះគាត់គឺមានរឿងសំខាន់មួយដែលត្រូវនិយាយជាមុនសិនគាត់បានសួរទៅព្រឹទ្ធាចារ្យអ៊ីនហានថាតើការខົບខិតគ្នាដែលគាត់បាននិយាយហ្នឹងគឺជាអ្វីទៅឈីងយានក៏នៅតែសួរទៅតាចាស់ហ្នឹងតើកូនប្រុសរបស់គាត់ដែលជាអ៊ីនឈីងហ្នឹងនៅពេលនេះយ៉ាងម៉េចហើយហេតុអ្វីបានជាគេបញ្ជាឃាតករទាំងពីរហ្នឹងវាយឆ្មក់ទៅលើព្រឹទ្ធាចារ្យអ៊ីនហាក្នុងអំឡុងពេលដែលគាត់បានត្រឡប់មកវិញអញ្ចឹងចំណែកព្រឹទ្ធាចារ្យមិនសូវខ្ពស់ម្នាក់បាននិយាយថាឯងកុំនិយាយផ្ដាស់ហើយឈីងយានគាត់បានបាត់ខ្លួន3ឆ្នាំហើយដូច្នេះហើយបើយោងទៅតាមច្បាប់ត្រកូលគាត់ឥឡូវគ្មានសិទ្ធិទទួលបានតំណែងនោះទៀតដែរឈីងយានក៏បានតបទៅវិញថាប៉ុន្តែយ៉ាងណាមិញគាត់មិនទាន់បានបញ្ជាក់នោះទេហេតុអ្វីបានជាពួកគេទាំងអស់គ្នានឹងគឺរអៀសខ្លួនទៅវិញស្របពេលដែលព្រឹទ្ធាចារ្យធំក៏បាននិយាយថាកូនប្រុសរបស់គាត់នឹងគឺត្រូវបានមនុស្សគ្រប់គ្នាតែងតាំងគេធ្វើជាម្ចាស់ត្រកូលតាំងពីយូរយារណាស់មកហើយប៉ុន្តែដោយសារតែគាត់នៅតែមិនអស់អាល័យជាមួយនឹងមេដឹកនាំចាស់បានជាគាត់មិនទាន់ប្រញាប់ឈីងយានប្រាប់ថាបើទោះបីជាគេមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ក៏ដោយក៏ប៉ុន្តែវាមិនទាន់ដល់វេនរបស់អ៊ីនយ៉ាងឈីងនោះទេដែលវាគួរតែជាកូនប្រុសពូរបស់គាត់ដែលជាអ៊ីនសតឬដូច្នេះហើយម្នាក់ក៏ចាប់ផ្ដើមសើចចំអកហើយទូប្រុសគាត់គឺពិតជាឆ្ងល់គាត់ក៏បានសួរទៅពូរបស់គាត់បន្តិចដែរថាតើមានរឿងអ្វីកើតឡើងទៅព្រឹទ្ធាចារ្យម្នាក់ក៏បាននិយាយថាចំពោះអ៊ីនសននឹងគឺបានធ្វើនៅរឿងអាម៉ាស់មួយនៅក្នុងគ្រួសារដែលវាបានធ្វើឲ្យសាលដូនតានៃគ្រួសារអ៊ីននឹងគឺស្ទើរតែត្រូវបានដួលរលំរួចទៅហើយខណៈពេលដែលព្រឹទ្ធាចារ្យម្នាក់ទៀតក៏បាននិយាយថាការដែលមិនបានបណ្ដេញគេចេញអំពីគ្រួសារអ៊ីននឹងវាក៏ជាសេចក្តីសប្បុរសមួយរបស់ពួកគេផងដែរចំណែកទូប្រុសយើងក៏បាននិយាយថារឿងរបស់អ៊ីនសនគាត់នឹងស្វែងរកនៅការពិតហើយប្រសិនបើគាត់ដឹងថារឿងទាំងអស់នេះអ៊ីនយ៉ាងឈីងគឺជាអ្នកធ្វើនោះគាត់នឹងធ្វើតាមច្បាប់គ្រួសារហើយនៅពេលនោះគឺកុំនិយាយថាគាត់គឺជាមនុស្សដែល
ដែលខូខើអីបញ្ចេញនៅកម្លាំងរបស់គាត់បន្តិចបន្ទាប់ពីឃើញថាទូប្រុសគឺមានទំនុកចិត្តទៅលើខ្លួនឯងបែបនេះព្រឹទ្ធាចារ្យមិនសូវខ្ពស់ម្នាក់ក៏បាននិយាយថាតើកម្រិតរបស់គាត់នឹងគឺបានឈានទៅដល់កម្រិតនៃអាណាចក្រព្រះច័ន្ទហើយមែនទេឈិញយានក៏ប្រាប់ថាកម្រិតទៅនៅអាណាចក្រផ្កាយ3ដូច្នេះហើយម្នាក់ក៏ចាប់ផ្ដើមសើចចំអកព្រឹទ្ធាចារ្យធំក៏ប្រាប់ថាកាលពី3ឆ្នាំមុនឈិញយានគាត់គឺបានឈានទៅដល់កម្រិតទី5នៃអាណាចក្រផ្កាយដែលត្រូវបានចាត់ទុកថាដែលជាក្មេងចំនួនក្រោយម្នាក់ដែលមានទេពកោសល្យបំផុតប៉ុន្តែនៅពេលនេះវិញហេតុអ្វីបានជាកម្រិតរបស់គេគឺបានធ្លាក់ចុះទៅវិញស្របពេលដែលកូនប្រុសរបស់គាត់នៅពេលនេះគឺបានឈានទៅដល់កម្រិតទី6នៃអាណាចក្រផ្កាយរួចទៅហើយចំណែកឈិញយានក៏បានសួរតបទៅវិញថាចុះប្រសិនបើគាត់ត្រូវបានជឿបនៅក្នុងកម្រិតដៃចោលក្នុងរយៈពេល3ឆ្នាំមកនេះនោះតើគាត់គឺនៅតែអាចរស់ត្រឡប់មកវិញបានដែរឬអត់តាចាស់នឹងគឺមិនខ្វល់នោះទេគាត់បាននិយាយថាមួយខែក្រោយទៀតគាត់នឹងធ្វើការប្រកួតមួយរវាងទូប្រុសរបស់យើងនិងកូនប្រុសរបស់គាត់ដែលជាអ៊ីងយ៉ាងឈីងហើយប្រសិនបើអ្នកណាឈ្នះនឹងទទួលបាននៅតំណែងនេះព្រឹទ្ធាចារ្យទឿក៏បាននិយាយថាយ៉ាងម៉េចហើយអាក្អូនតែប៉ុណ្ណឹងគឺយុត្តិធម៌ដែរឬទេចំណែកឈិញយានក៏គិតថាតាចាស់នឹងគឺកំពុងតែព្យាយាមកំចាត់គាត់ចោលហើយក៏ផ្ដល់តំណែងនេះទៅឲ្យកូនប្រុសរបស់គាត់ដូច្នេះហើយឈិញយានប្រាប់ថាមួយខែគឺយូរពេកហើយដោយគាត់ប្រាប់ថាសុំពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះដោយប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីឲ្យពួកគេនឹងរៀបចំពិធីបុណ្យសពឲ្យកូនប្រុសរបស់គាត់ស្របពេលដែលព្រឹទ្ធាចារ្យធំក៏នៅតែតបទៅវិញដោយគាត់សង្ឃឹមថានៅពេលដែលថ្ងៃនោះមកដល់ឈិញយានគាត់គឺនៅតែខ្លាំងដូចដែលពាក្យសម្ដីគាត់បាននិយាយនៅក្នុងថ្ងៃនេះទៅចុះហើយនៅពេលនេះវិញឈិញយានបាននិយាយថាស្ថានភាពរបស់គាត់នៅតែមិនច្បាស់លាស់ដដែលហើយកាលពី3ឆ្នាំមុននោះគាត់គឺពិតជាត្រូវបានក្រុមចៅមួយក្រុមដេញតាមប្រមាញ់មកលើគាត់មែននៅពេលដែលគាត់បានធ្វើការវឹកហាត់នៅលើកំពូលភ្នំឡើងយ៉ាហើយនៅពេលដែលជីវិតរបស់គាត់រៀបនឹងឈានទៅដល់ទីបញ្ចប់ទៅហើយនោះក៏ស្រាប់តែខ្យល់ដ៏ខ្លាំងមួយវាក៏បានបក់បោកគាត់ធ្វើឲ្យគាត់នឹងគឺបានចូលទៅកាន់ពិភពអមតៈទៅហើយពិភពអមតៈនេះវិញវាគឺពិតជាពិបាកនៅក្នុងការពើនាខ្លាំងមែនទែនហើយនៅសម័យបុរាណមនុស្សគ្រប់គ្នាគឺតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីជំនះនៅការលំបាកដើម្បីធ្វើដំណើរឆ្លងកាត់ទៅកាន់ពិភពអមតៈចំណែកគាត់បន្ទាប់ពីបានមកដល់កន្លែងនេះហើយទើបដឹងថាពិភពអមតៈនឹងគឺគួរឲ្យភ័យខ្លាចជាងពិភពមនុស្សរាប់ពាន់ដងឯណោះដោយសារតែពួកគេគឺមិនខ្វល់អំពីច្បាប់ឋានសួគ៌ក៏ដូចជាបទបញ្ជាអ្វីផ្សេងទេដោយពួកគេគឺតែងតែប្រើប្រាស់នៅច្បាប់ព្រៃដោយច្បាប់ព្រៃនោះគឺថាអ្នកខ្លាំងរស់អ្នកទន់ខ្សោយស្លាប់ហើយនៅទីនេះទៀតសោតប្រសិនបើអ្នកណាម្នាក់មិនខ្លាំងគ្រប់គ្រាន់នោះទេពួកគេប្រកាសជាត្រូវបានមនុស្សអមតៈទាំងអស់នេះធ្វើទារុណកម្មហើយចម្រាញ់ធ្វើជាថ្នាំគ្រាប់ជាមិនខានឡើយហើយក៏មាននៅគូស្នេហ៍មួយគូនឹងបានប្រយុទ្ធគ្នាក៏ដូចជាកាប់សម្លាប់គ្នាទៅវិញទៅមកដោយសារតែថ្នាំគ្រាប់ហើយនៅទីនោះទៀតសោតការធ្វើដំណើរនៅតាមផ្លូវក៏ពោពេញទៅដោយភាពគ្រោះថ្នាក់ដែរដោយយើងគឺសិតតែមិនអាចទាយដឹងទុកមុនបានហើយគិតនឹងក៏នៅតែបន្តជំនះនៅឧបសគ្គទាំងអស់នេះទៅគិតបាននិយាយបន្តទៀតថាក៏ជាសំណាងល្អដែលព្រះនឹងគឺបានប្រទានពរឲ្យគាត់ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គាត់អស់រយៈពេល3000ឆ្នាំនៅទីបំផុតនោះគាត់ក៏បានទម្លាយនៅរនាងកម្រិតហាមឃាត់នៃពិភពអមតៈនឹងបានឈានទៅដល់កម្រិតឬមួយក៏ថ្នាក់កំពូលមួយនៃពិភពអមតៈដោយវាជាមួយម្នាក់នៅក្នុងចំណោមអធិរាជអមតៈកំពូលទាំង10នៃពិភពអមតៈនឹងឯងដូច្នេះហើយរយៈពេល3000ឆ្នាំមកនេះអ្វីដែលគាត់មិនអាចបោះបង់ចោលឬមួយក៏អ្វីដែលគាត់មិនអាចបំភ្លេចបាននឹងវាគឺជាក្រុមគ្រួសាររបស់គាត់អញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាត្រូវតែត្រឡប់មកផ្ទះវិញបើទោះបីជាត្រូវចំណាយនៅអ្វីគ្រប់យ៉ាងក៏ដោយហើយនៅពេលនោះនៅពេលដែលគាត់ព្យាយាមប្រើប្រាស់នៅកម្លាំងធម៌ពលរបស់គាត់ទាំងអស់ជាមួយនឹងដាវឋានសួគ៌ដើម្បីធ្វើការបំបែកនៅរនាងលំហស្រាប់តែសត្វបិសាចនឹងវាក៏បានបង្ហាញខ្លួនដោយវាគឺបានស្រែកទៅកាន់គាត់ថាចង់រត់មែនទេគ្មានផ្លូវនោះទេដូច្នេះហើយឈិញយានក៏ប្រើប្រាស់នៅដាវឋានសួគ៌របស់គាត់ទៅទប់ទល់ជាមួយនឹងវាហើយស្របពេលដែលច្រកទ្វារលំហវិញវាក៏ចាប់ផ្ដើមមានការប្រែប្រួលកាន់តែខ្លាំងសត្វបិសាចបុរាណក៏នៅតែបន្តសម្ដៅមករកគាត់ក៏ប្រើប្រាស់កម្លាំងធម៌ពលដើម្បីសង្កត់វាចុះទៅខាងក្រោមប៉ុន្តែជាមួយនឹងការប្រែប្រួលនេះយើងក៏ឃើញថាដាវរបស់គាត់នឹងវាក៏ចាប់ផ្ដើមរសាត់អណ្ដែតទៅឃើញដូច្នេះហើយឈិញយានក៏សម្ដៅចូលទៅរកដាវរបស់គាត់ដែរប៉ុន្តែដោយសារតែមានការរំខានអំពីសត្វបិសាចបុរាណនឹង
កើតគឺមិនអាចចូលទៅរកដាវរបស់កើតបាននោះទេហើយនៅទីបំផុតនោះយើងក៏ឃើញថាដាវរបស់កើតនឹងវាក៏ស្រាប់តែបានអណ្ដែតចាក់ចេញអំពីកើតបាត់ទៅហើយនៅទីបំផុតនោះកើតគឺនៅតែជោគជ័យប៉ុន្តែតម្លៃនៃការលះបង់វិញកម្រិតថាមពលរបស់កើតនឹងក៏ត្រូវបានធ្លាក់ចុះហើយខណៈដែលអាវុធរបស់កើតវិញគឺថានៅសល់ត្រឹមតែស្រោមតែប៉ុណ្ណោះប៉ុន្តែក៏ជាសំណាងល្អដែរការយល់ដឹងទាំងអស់នៅក្នុងโลกនេះវាគឺនៅតែលាក់ទុកនៅក្នុងចិត្តរបស់គាត់ដូច្នេះហើយការដែលចង់បំបែកចូលទៅកាន់កម្រិតបន្ទាប់នៅក្នុងរយៈពេលដ៏ខ្លីនោះវាគឺមិនមែនជាបញ្ហាសម្រាប់គាត់ឡើយក្រឡេកទៅមើលខាងនោះវិញក៏បានឃើញបុរសម្នាក់កំពុងតែអង្គុយផឹកស្រាដែលមើលទៅវាគឺពិតជាសែតខ្លាំងមែនទែនហើយគេនឹងគឺមានឈ្មោះថាអ៊ីនស៊ីនឬមួយក៏អ៊ីនសននឹងឯងបន្ទាប់មកក៏បុរសម្នាក់គឺបានចាប់ទៅលើស្មារបស់គេក៏បានក្រវះដៃរបស់មនុស្សម្នាក់នឹងចេញស្របពេលដែលសម្លេងរបស់ឈីងយៀនក៏នៅតែនិយាយទៅកាន់គេថាឈប់ធ្វើបាបខ្លួនឯងទៀតទៅបន្ទាប់ពីឃើញថាឈីងយៀនគឺបានត្រឡប់មកវិញហើយអ៊ីនស៊ីនគឺពិតជាត្រេកអរខ្លាំងមែនទែនជាមួយគ្នានោះនៅពេលដែលឈីងយៀនបានប៉ះពាល់ទៅលើរាងកាយរបស់គេក៏មានការភ្ញាក់ផ្អើលភ្លាមនិងក៏បានពិនិត្យមើលទៅកាន់រាងកាយរបស់អ៊ីនស៊ីនយ៉ាងលឿនមុនពេលដែលគាត់សួរទៅកាន់អ៊ីនស៊ីនថាអ្នកណាគឺជាអ្នកធ្វើបាបគាត់ទៅហើយប្រាប់គេមកគេប្រកាសជាសងសឹកឲ្យប៉ុន្តែអ៊ីនស៊ីនក៏បានត្រឹមតែដកដង្ហើមធំប្រាប់ថាកុំចង់រឹងអីប្រសិនបើចង់សងសឹកឲ្យគាត់នោះគឺបានត្រឹមតែបំផ្លាញគ្រួសារអ៊ីនតែប៉ុណ្ណោះហើយឈិញយៀនក៏មិនបានមឹតក៏ដែរក៏ដាក់គូតអង្គុយក្បែរនឹងទៅហើយក៏គិតថាចរិតរបស់អ៊ីនស៊ីនគឺនៅតែដូចកាលនៅពីក្មេងដដែលប៉ុន្តែជាមួយនឹងបញ្ហាដែលកាន់តែធំនោះវាបានធ្វើឲ្យបេះដូងរបស់គេគឺឈឺចុកចាប់ប៉ុន្តែគេមិនអាចនិយាយចេញបានឡើយរួចហើយក៏បាននិយាយបន្តទៅកាន់អ៊ីនស៊ីនថាទុកពេលឲ្យខ្ញុំបន្តិចខ្ញុំប្រកាសជាធ្វើឲ្យបងជាសះស្បើយមកវិញហើយក៏បានធ្វើឲ្យមនុស្សដែលបានធ្វើបាបរបងនឹងតបស្នងមកវិញ100ដងផងដែរលើសពីនេះទៅទៀតនោះសមាជិកនៃគ្រួសាររាជវង្សធានយានប្រកាសជាគ្មានអ្នកណាម្នាក់គឺហ៊ានធ្វើបាបសមាជិកនៃគ្រួសារអ៊ីនទៀតឡើយកាត់មកមើលពេលនេះវិញឈីងយានកំពុងតែចម្រាញ់ថ្នាំគ្រឿងហើយមិនយូរប៉ុន្មានថ្នាំទាំងអស់ហ្នឹងក៏បានចម្រាញ់ដោយជោគជ័យដោយគេក៏បន្តស្រូបយកនៅអំណាចធម្មពលនៃថ្នាំគ្រឿងនេះទៅដោយយើងក៏ឃើញថាកម្លាំងធម្មពលដ៏ខ្លាំងវាក៏ស្រាប់តែបានសាយភាយមុនពេលដែលឈីងយៀនបានបន្តទៀតថាជាសំណាងល្អដែរកម្រិតក៏ដូចជាទេពកោសលនៃការចម្រាញ់ថ្នាំរបស់គេមិនបានបាត់បង់ហើយជាមួយនឹងថ្នាំគ្រឿងទាំងអស់ហ្នឹងវាបានធ្វើឲ្យកម្លាំងរបស់គេនឹងគឺមានការប្រសើរឡើងដោយវាគឺជាផ្លូវកាត់ដ៏ល្អមួយផងដែរប៉ុន្តែជាអកុសលសម្ភារៈក៏ដូចជាពេលវេលាហ្នឹងគឺមានដែនកំណត់ហើយគិតវឹកហាត់បានត្រឹមតែមួយផ្លេតតែប៉ុណ្ណោះវាបានធ្វើឲ្យគិតហ្នឹងវាស្ទើរតែបំបែកចូលទៅកាន់កម្រិតទី4នៃអាណាចក្រផ្កាយរួចទៅហើយប៉ុន្តែប៉ុណ្ណឹងគឺមិនតាន់គ្រប់គ្រាន់នោះទេក្រឡេកទៅមើលខាងនោះវិញព្រឹទ្ធាចារ្យម្នាក់បាននិយាយថានៅពេលនេះមានអ្នកណាម្នាក់ឡើងទៅជឿនខាងលើនៃវិមានក្បាច់គុណដែលជាកន្លែងរក្សាទុកនៅជំនាញប្រយុទ្ធកម្រិតឋានសួគ៌ហើយគិតក៏បានសម្ដៅទៅទីនោះតែម្ដងប៉ុន្តែបន្ទាប់ពីបានមកដល់ហើយហ្នឹងគិតក៏មានការភ្ញាក់ផ្អើលដោយសារតែគម្ពីរក្បាច់គុណទាំងអស់ហ្នឹងកំពុងតែរសាត់អណ្ដែតជុំវិញខ្លួនរបស់ឈីងយាគាត់ក៏បានបន្តទៀតថាចំពោះជំនាញប្រយុទ្ធទាំងអស់ហ្នឹងពួកវាគឺសុទ្ធតែបានខ្ជិះខ្ជាយពេលវេលារាប់ពាន់ឆ្នាំមកហើយដូច្នេះហើយនៅពេលនេះគាត់នឹងធ្វើឲ្យជំនាញទាំងអស់ហ្នឹងគឺចាប់ផ្ដើមសកម្មម្ដងទៀតក៏ដូចជាចាប់ផ្ដើមបង្ហាញអំពីអំណាចនិងកេរ្តិ៍ឈ្មោះរបស់វាម្ដងទៀតហើយបើទោះបីជាវាមិនមែនជាជំនាញក្បាច់គុណដែលនៅកម្រិតកំពូលក៏ដោយគាត់គិតថាប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយដើម្បីដោះស្រាយជាមួយនឹងអ៊ីងយ៉ាងឈីងហើយគាត់ក៏ចាប់ផ្ដើមរួមបញ្ចូលវាទៅកាន់រាងកាយរបស់គាត់ប៉ុន្តែជាមួយគ្នាក៏នៅតែមានក្បាច់គុណមួយទៀតដែលព្យាយាមគេចខ្លួនប៉ុន្តែបើទោះបីជាគេចខ្លួនយ៉ាងណាក៏ដោយនៅទីបំផុតនោះក៏បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ឈីងយានបាត់ទៅហើយគាត់នឹងក៏បានបន្តស្រូបវាចូលទៅក្នុងរាងកាយរបស់គាត់ទៅគាត់បាននិយាយថាហើយជាមួយនឹងក្បាច់គុណដែលគេឲ្យឈ្មោះថាការផ្លាស់ប្ដូរស្វានេះវាគឺអាចជួយគាត់បានយ៉ាងច្រើននៅក្នុងការសន្សំសំចៃកម្លាំងនាពេលខាងមុខដែរហើយជាមួយគ្នានៅពេលដែលកំពុងតែគិតនោះក៏ស្រាប់តែរាងកាយធម៌ពលរបស់ព្រឹទ្ធាចារ្យម្នាក់បានសម្ដៅមករកគាត់និងក៏ស្រែកសួរថាតើគាត់ជានរណាទៅដែលហ៊ានរៀននៅបច្ចេកទេសសម្ងាត់ទាំងអស់នេះហើយបន្ទាប់មកអ្នកទាំងពីរហ្នឹងក៏ចាប់ផ្ដើមប៉ះទង្គិចគ្នាបន្តិចដែរយើងក៏ឃើញថាកម្លាំងធម៌ពលដ៏ខ្លាំងវាក៏ស្រាប់តែបានលេចឡើងបណ្ដាលឲ្យព្រឹទ្ធាចារ្យនៅពេលនេះគឺថាប៉ើងចូលគៀនជញ្ជាំងហើយខណៈដែលគាត់នៅតែសួរទៅ
ទៅកាន់តួប្រុសរបស់យើងថាតើគាត់បានរៀននៅជំនាញក្បាច់គុណទាំងអស់នេះហើយមែនទេខណៈដែលឈិញយានក៏ប្រើប្រាស់នៅក្បាច់គុណនៃការផ្លាស់ប្ដូរស្វានឹងដើរសម្ដៅមករកហើយក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យថាពួកយើងគឺខានជួបគ្នាយូរហើយដោយសារតែគាត់បានរៀននៅជំនាញក្បាច់គុណទាំងអស់នេះដូច្នេះហើយគាត់នឹងផ្ដល់អំណោយទៅកាន់ព្រឹទ្ធាចារ្យនឹងបន្ទាប់មកក៏បានចុចនៅចុងម្រាមដៃរបស់គាត់ទៅកាន់កណ្ដាលថ្ងាសរបស់ព្រឹទ្ធាចារ្យនឹងបន្តិចហើយបន្តមកទៀតនោះនៅពេលដែលព្រឹទ្ធាចារ្យនឹងបានបើកភ្នែកឡើងឈិញយានគាត់ក៏បានធ្វើដំណើរចាកចេញអំពីទីនោះបាត់ទៅរយៈពេល7ថ្ងៃកន្លងផុតទៅនៅពេលដែលគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំនោះក៏ស្រាប់តែសំឡេងមួយក៏បានបន្លឺឡើងហើយខណៈដែលបរិសម្នាក់ក៏បានបង្ហាញខ្លួនបើមើលទៅកាន់ចរិតរបស់គេនឹងគឺថាអាឡែអាឡក់ដូចជាទឹកកន្លះក្អមអញ្ចឹងដែរសូម្បីតែពុករបស់គេនឹងក៏បានក្រវីក្បាលគេក៏សួរទៅកាន់ឪពុករបស់គេថាដើម្បីចាត់ការទៅលើទូប្រុសរបស់យើងតើត្រូវការឲ្យគេនឹងគឺចាត់ការដោយខ្លួនឯងមែនទេព្រោះថាយប់មិញនេះគេគឺបានបំបែកចូលទៅកាន់កម្រិតទី7នៃអាណាចក្រកាយហើយប្រសិនបើគេជ្រុលដៃសម្រាប់ទូប្រុសយើងនោះតើវាមិនចប់ហើយឬចំណែកឪពុករបស់គេក៏នៅតែប្រាប់ថាប្រសិនបើគេមិនចាត់ការទៅលើទូប្រុសយើងនៅទីសាធារណៈនោះទេក៏មិនអាចទទួលបាននៅក្តីទុកចិត្តអំពីមនុស្សគ្រប់គ្នាដែរប៉ុន្តែគេមិនខ្វល់នោះទេព្រោះថាក្តីស្រមៃរបស់គេនឹងគឺចង់ក្លាយទៅជាព្រះអង្គម្ចាស់នៃទីក្រុងធានអ៊ីនេះបន្ទាប់ពីឮដូច្នេះហើយកូនសិស្សជាច្រើនណាស់ក៏នឹមគ្នាសើចចំអកគេដោយសារតែក្តីស្រមៃរបស់គេនឹងហាក់បីដូចជាខ្ពស់ពេកហើយឬដូច្នេះហើយតាចាស់នឹងក៏អុកនៅឈើច្រត់របស់គាត់បន្តិចដោយគ្រប់គ្នានឹងក៏ចាប់ផ្ដើមស្ងាត់ទៅវិញប៉ុន្តែពួកគេក៏នៅតែជជែកគ្នាដែរប្រសិនបើអ៊ីងយ៉ាងឈិញនេះគឺពិតជាឡើងកាន់អំណាចដែលជាម្ចាស់គ្រួសារថ្មីមេនោះពួកគេប្រកាសជាចប់ហើយជាមួយគ្នានោះឈិញយានក៏បានមកដល់ប្រាប់ទៅកូនសិស្សទាំងអស់ហ្នឹងឲ្យសម្រួលអារម្មណ៍ទៅព្រោះថាមនុស្សម្នាក់នោះតាំងពីក្មេងរហូតមកដល់ពេលនេះគឺត្រូវបានគេវាយយំរហូតហ្នឹងដូច្នេះហើយវាគឺមិនអាចទៅរួចនោះទេការដែលគេទទួលបាននៅតំណែងមួយនេះស្របពេលដែលអ៊ីនយ៉ាងឈិញក៏បានឌឺដងទៅកាន់ឈិញយានយើងដោយគេគិតថាទូប្រុសរបស់យើងប្រកាសជាមិនហ៊ានមកនោះទេប៉ុន្តែឈិញយានគិតគ្រាន់តែចង់ទុកពេលវេលាឲ្យអ៊ីនយ៉ាងឈិញនិយាយលាគ្នាជាមួយនឹងឪពុករបស់គេក៏ដូចជាក្រុមគ្រួសាររបស់គេតែប៉ុណ្ណោះហើយតាចាស់នឹងវិញក៏បានប្រកាសឡើងអំពីការចាប់ផ្ដើមនៃការប្រកួតដែលសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា